ដៅនៅវីដេអូរបស់ខ្ញុំដែលខ្ញុំចង់ចែកម្លែកនេះគឺពាក់ព័ន្ធនឹងការបញ្ចូលទិន្នន័យមួយចំនួនដោយប្រើ drop down ដោយប្រើ data validation លក្ខណៈ drop down ចេះពេលបងប្អូន key in បណ្ណាបញ្ចូលទិន្នន័យទៅលើចំណុច ID របស់សិស្សនេះបងប្អូននឹងទទួលបានឈ្មោះកន្លែងនេះយើងអត់ត្រកខ្ញុំនឹងបង្ហាញពីរបៀប drop down ផ្សេងៗនៅក្នុងទម្រង់នេះដោយប្រើប្រាស់ data validation និង VLOOKUP ហើយនឹងរូបមន្ត Excel មួយចំនួនទៀតដើម្បីឲ្យសិលឹកកិច្ចការរបស់យើងនេះប្រកបដោយភាពល្អប្រសើរដើម្បីឲ្យងាយស្រួលក្នុងការមើលក្នុងការគណនាអញ្ចឹង data ដែលខ្ញុំបង្កើត clean name ដាក់ឈ្មោះកន្លែង master data នេះបងប្អូនអាចនេះគ្រាន់តែជាឧទាហរណ៍ទេហើយមែនតើទៅគឺពាក់ព័ន្ធនឹងសិស្សពាក់ព័ន្ធនឹងឈ្មោះអីផ្សេងៗវាអាចមានច្រើនទៅតាមតម្រូវការជាក់ស្ដែងពាន់រាប់ម៉ឺននាក់សម្រាប់សិស្សអញ្ចឹងខ្ញុំធ្វើនេះគឺសម្រាប់បងប្អូនងាយស្រួលក្នុងការបញ្ចូលទិន្នន័យជាពិសេសគឺទៅលើផ្នែក data entry សម្រាប់បញ្ចូលទិន្នន័យសិស្ស payment ឬក៏ទិន្នន័យផ្សេងៗទៀតតោះដើម្បីខាត់ពេលកុំឲ្យខាត់ពេលវេលាយូរចូលធ្វើទាំងអស់គ្នាតែម្ដងអញ្ចឹងគោលដៅខ្ញុំសូមដោះរូបមន្ត data validation ចេញដោយសារខ្ញុំកាលពីមុនជាប់ data validation អូខេឡើងជាប់ហើយអញ្ចឹងគោលដៅរបស់ខ្ញុំគឺខ្ញុំចង់ទាញខ្ញុំមានរបៀបច្រើនអញ្ចឹងខ្ញុំបន្លោះទាំងអស់នេះខ្ញុំសូមដាក់ data validation ជារបៀបទី1ហើយរបៀបទី2គឺខ្ញុំនឹងដាក់កន្លែងនេះគ្រាន់តែខ្ញុំវាយ student ID កន្លែងនេះនឹងចេញ automatic ដោយមិនចាំបាច់ set data validation អូខេតោះអញ្ចឹងចាប់ដើមទាំងអស់គ្នាតែអ្វីដែលខុសខ្ញុំសូមបញ្ជាក់តិចអ្វីដែលខុសប្លែកពីគ្នាគឺបងប្អូនដាក់ drop down កន្លែង data validation នេះគឺយើងជ្រើសរើសបានតាមចំណង់ចំណូលចិត្តដែលយើងទាញ backup data ចេញពី master data នេះតែបងប្អូនបង្កើតនៅ data validation search by ID គឺបងប្អូន select តែ ID កន្លែងនេះគឺនឹងចាប់ automatic អញ្ចឹងឥឡូវចាប់ដើមទាំងអស់គ្នាតែម្ដងអញ្ចឹងដើម្បីទាញ ID ចេញពីនេះបានបងប្អូនខ្ញុំ recommend ឲ្យបងប្អូនបង្កើតកន្លែងទាំងអស់នេះកន្លែង file ទាំងអស់នេះទៅជា table សិនបងប្អូនអញ្ចឹងបងប្អូន select ទាំងអស់នេះបងប្អូន select ទាំងអស់នេះ select ទាំងអស់បងប្អូនចូល insert ក៏បានហើយបងប្អូនយកពាក្យ table ក៏បានអញ្ចឹងដើម្បីឲ្យងាយស្រួលខ្ញុំប្រាប់ពីរបៀបប្រើ shortcut key តែម្ដងអញ្ចឹងបងប្អូន select ទាំងអស់បងប្អូនគ្រាន់តែចុច control ឲ្យជាប់ចុចនឹងអក្សរ T control T អញ្ចឹងនឹងមាន pop up ទៅលើ create table មួយគឺអ្វីដែលយើង select ទាំងប្រមាណគឺយើងបង្កើតទៅជា table header តោះនេះបងប្អូនអញ្ចឹងខ្ញុំអូខេមួយអញ្ចឹងទម្រង់នេះវាចេញអញ្ចឹងចាំបន្តិចទៀតខ្ញុំប្រាប់មូលហេតុឲ្យបានខ្ញុំត្រូវបង្កើតកន្លែងនេះទៅជា table មូលហេតុឲ្យបានខ្ញុំអត់ដាក់ទៅជាទម្រង់ធម្មតាជា table ជាតារាងធម្មតាអញ្ចឹងឥឡូវខ្ញុំសូមកែតម្រូវកន្លែងនេះឲ្យស្រួលឲ្យងាយស្រួលមើលសិនអូខេអញ្ចឹងកន្លែងនេះខ្ញុំសូមដាក់លេខរៀងមួយចុះតែខ្ញុំសូមបញ្ជាក់ table យើងបង្កើតចឹងហើយយើងដាក់ទៅវាកន្លែងនេះវាចាប់ auto ពេលដែលយើង key in data ណាមួយឧទាហរណ៍ណាខ្ញុំឧទាហរណ៍អញ្ចឹងខ្ញុំដាក់លេខរៀង no បងប្អូនចុចកន្លែង number នេះបងប្អូនចង់ shortcut ជា number ចុច alt ជាប់ចុចកន្លែងហ្នឹង alt ជាប់បងប្អូន alt ជាប់167
L 167 N N L 167 ចឹងគឺចេញ data ចឹងបងប្អូនចឹងបងប្អូនដាក់លេខរៀងមកសូមអធិស្ឋានទុកជាមុនវីដេអូខ្ញុំរឿងវែងបន្តិចតែដើម្បីឲ្យងាយស្រួលដើម្បីឲ្យបងប្អូនចាប់បាននៅចំណុចល្អប្រសើរដើម្បីឲ្យងាយស្រួលយល់ដល់ថ្ងៃក្រោយទៀតយើងទាមទារឲ្យចាយពេលវេលារៀងយូរតិចអញ្ចឹងខ្ញុំចង់បាន table ទៀតយើង select វាទាំងអស់ព្រោះ table វាចាប់មកដល់ក្រោមយ៉ាងអញ្ចឹង control T មកអូខេកន្លែងនេះយើងមិនបាច់បង្កើតអីផ្សេងក៏បានដែរកុំឲ្យចោតខាត់ពេលយូរឥឡូវយើងចូលទៅបង្កើត drop down កន្លែងនេះតែម្ដងអញ្ចឹងគោលដៅរបស់ខ្ញុំគឺខ្ញុំអត់ចាំបាច់បានន័យថាអត់ចាំបាច់ខ្ញុំមានរបៀបទី1សម្រាប់ធ្វើទៅលើ drop down data validation បងប្អូនគាត់តែចុច pin ចុចចំ cell ដែលបងប្អូនចង់ drop down បងប្អូនចុចនៅលើ cell នឹងមួយបងប្អូនចូលទៅ data ហើយបងប្អូន select យក data validation ហើយបងប្អូនជ្រើសរើសយក list ហើយបងប្អូនចុចកន្លែង source នេះក៏បានអ្នកចុចលេខ source នេះហើយបងប្អូន go to data អញ្ចឹងកន្លែងឲ្យបងប្អូនរើសមិញគឺពាក់ព័ន្ធ ID អញ្ចឹងបងប្អូន select កន្លែង ID នេះតោះបងប្អូនកន្លែង ID ហ្នឹង master data ហ្នឹងហើយបងប្អូន enter ក៏បាន OK ក៏បានកន្លែងនេះអញ្ចឹងខ្ញុំ enter មួយអញ្ចឹងកន្លែងប្រឡោះនេះគឺវាចេញទៅលើ drop down list ឈ្មោះ ID របស់សិស្សមួយមាន data ហ្នឹងគេហៅថា drop down list នៅក្នុង data validation អញ្ចឹងរបៀបទី1ខ្ញុំបែងចែកទៅជា list អញ្ចឹងណាបងប្អូនអញ្ចឹងខ្ញុំធ្វើរបៀបទី2ខ្ញុំសូមដោះ data validation សិនរបៀបទី2ខ្ញុំដោះវិញតែ any value ទៅយើងដោះផ្ដាច់ហើយឬយើង clear ក៏បានដែរតែ any value ទៅគឺដោះដាច់ហើយអញ្ចឹងរបៀបទី2គឺខ្ញុំកន្លែងទាំងអស់នេះខ្ញុំចង់ឲ្យវា name ឈ្មោះវាទាំងអស់ហ្នឹងដើម្បីងាយស្រួលយើងចាប់ data validation តោះណាបងប្អូនអញ្ចឹងខ្ញុំ select ទាំងអស់ហើយបងប្អូន go to កន្លែងណា go to ក្នុង function ទាំងអស់នេះវាជា function មួយសម្រាប់បងប្អូនកំណត់វាតែខ្ញុំមានចំណុចមួយដែលបងប្អូនចូលទៅធ្វើវាតែម្ដងបងប្អូនអាចចូលទៅមើលតែម្ដងតោះបងប្អូនអញ្ចឹងចំណុចដែលខ្ញុំចង់ចែកម្លែកកន្លែងនេះគឺវាពាក់ព័ន្ធទៅលើចំណុចនេះគេហៅថា formula នេះចុចលើ formula ពេលយើង select ទាំងអស់នេះហើយចុចលើ formula ហើយយើងយក create from selection ហើយយើង select rename បើយើង rename មួយយើងខាត់ពេលឧទាហរណ៍ចឹងខ្ញុំឧទាហរណ៍មួយហើយខ្ញុំចូលកន្លែង home ហើយខ្ញុំធ្វើមួយដើម្បីឲ្យងាយស្រួលចាប់បានខ្ញុំ select កន្លែងនេះ select កន្លែង home នេះខ្ញុំចូលទៅ rename នៅក្នុងនេះហើយខ្ញុំដាក់ student នឹងខ្ញុំ rename មួយសូមបញ្ជាក់តិចទៀតខ្ញុំធ្វើទាំងអស់ដូចខ្ញុំ select មិញអញ្ចឹង student ID ខ្ញុំសេកាត់ចុះ st d ដាក់ ID student ID ហើយខ្ញុំ enter អញ្ចឹងពេលបងប្អូនចូលធ្វើជួនវាចាប់អត់បានទេឃើញទេកន្លែងនេះវាអាចឲ្យយើងធ្វើបានដែរអញ្ចឹងយើងសាកធ្វើភាសាទៀត
student st ដើម្បីយើង make sure ថាយើងចូលទៅធ្វើបានអត់យើង control F3 ចុច control F3 ឲ្យជាប់ហើយយើងមាន rename អត់យើង rename ជាប់ហេតុអីបានវាអត់ show ឲ្យយើងដោយសារវាជាប់ table រួចជាស្រេចហើយបងប្អូនកន្លែងហ្នឹងណាអញ្ចឹងអត់ជាបញ្ហាទេអញ្ចឹងឧទាហរណ៍អញ្ចឹងយើងដោះកន្លែងហ្នឹងហើយអញ្ចឹងយើងសាកចូលទៅកន្លែងនេះយើងចូលទៅ data validation ដោយការពីរបៀបទី1យើងគឺយើង select data validation យើងយក list ហើយយើង select យកកន្លែងនេះតែម្ដងតែរបៀបដែលខ្ញុំត្រូវធ្វើបន្ទាប់គឺយើង select កន្លែងហ្នឹងដើម្បីបង្ហាញយើង drop down list យើង go to data validation ហើយយើងយក list ដូចគ្នាហើយកន្លែងនេះយើងគ្រាន់តែចុច F3 ក៏បានចុច F3 អត់ចេញ F3 ហើយយើងយក student ID អូខេ student ID ពេលចេញដែរងាយស្រួលទេបងប្អូនខ្ញុំសុំតម្លើង color តិចតម្លើងប្រៃឲ្យភ្លឺតិចដើម្បីងាយស្រួលមើលចឹងកន្លែងនេះគឺវា drop down automatic ដោយសារបងប្អូន name នៅប្រឡោះ data កន្លែង master data នេះមូលហេតុដែលវាអត់ចាប់ឈ្មោះដោយសារកន្លែងនេះយើងចងទៅជា table រួចរាល់ហើយចឹងបងប្អូនមិនបាច់ concern ទេតែបងប្អូនជាតម្រង់អត់ table ទេគឺកន្លែងនេះវាចេញឈ្មោះដែលបងប្អូនកំណត់ ID មិញនេះចឹងខ្ញុំមកចង់ធ្វើខាត់ពេលវេលាយូរស្អកកតិចមកខ្ញុំមកចង់ខាត់ពេលវេលាយូរប្រឡងនេះខ្ញុំចង់ key in data entry ទៅលើ data validation ទាំងអស់ដោយប្រើ drop down ដូចគ្នាចឹងខ្ញុំអត់ធ្វើមួយក្នុងប្រឡងនេះទេចឹងខ្ញុំសូមដោះប្រឡងនេះសិនខ្ញុំដោះខ្ញុំដាក់ any value ដូចគ្នាអូខេចឹងគឺដោះរួចរាល់ហើយអ្វីដែលខ្ញុំត្រូវធ្វើគឺប្រឡងនេះខ្ញុំចងហើយមួយវគ្គហើយបងប្អូនមែនទេចឹងខ្ញុំចង់ delete វាចោល remove name ដែលយើងកំណត់មិញហ្នឹងយើងចុច control ឲ្យជាប់ F3 control F3 ចុច control F3 គឺយើងមានប្រឡោះដែលយើងចងរួចរាល់ហើយតោះណាចឹងយើងចង់ delete table មួយណាមិញពាក់ព័ន្ធ ID មែនទេចឹងយើង select លើវាមកយើង delete ចង់ edit នៅលើវាតោះបងប្អូនចឹងខ្ញុំចង់ delete name ហ្នឹងកុំឲ្យវាស្ទួនគ្នានៅពេលខ្ញុំបង្កើតថ្មីទៅវាចេញឈ្មោះពីរដាច់កន្លែងពីគ្នាហើយមួយណាយើងចង់ប្រើតែតម្រូវការតែមួយចឹងមកវាមានពីរវាអាចធ្វើឲ្យបងប្អូនបើបងប្អូនអ្នកទៅសេទៅលើ name ទៅលើរូបមន្តអីច្រើនអាចនឹងច្រឡំចឹងទៅចឹងខ្ញុំ delete ចោលហើយ table នេះខ្ញុំ delete ខ្ញុំបាច់ delete ទេខ្ញុំទុកចោលមកចុះវាអត់សមញ៉ាំចឹងខ្ញុំសូម select លើវាទាំងអស់តែម្ដងក៏បានអូខេហើយខ្ញុំ go to កន្លែងណាមិញបងប្អូនចាំអត់របៀបដែលខ្ញុំត្រូវធ្វើមិញហ្នឹងគឺកន្លែងបងប្អូន go to formula ហើយបងប្អូន go to create from selection ណាបងប្អូនហើយបងប្អូនយក tick កន្លែងណា tick កន្លែង top row ដើម្បីឲ្យនេះគេបញ្ជាក់ថា create name from value in theហ្នឹងបើបងប្អូន tick គឺបងប្អូនបង្កើតឈ្មោះនៅលើ top ខាងលើនេះហើយនៅ right column នៅខាងស្ដាំ column នៅខាងស្ដាំតោះនេះបងប្អូនអញ្ចឹងខ្ញុំដោះ tick មួយខ្ញុំឧទាហរណ៍ហើយអូខេអញ្ចឹងប្រឡោះទាំងអស់នេះនឹង name automatic តកតងនឹងខ្ញុំសូមបញ្ជាក់ឈ្មោះទាំងអស់នេះនៅពេលដែលវាមានឈ្មោះសំឡេងពីរព្យាង្គ two syllable ពីរព្យាង្គឡើងទៅគឺកន្លែងនេះវានឹងផ្ដាច់ដោយប្រើ underscore ដោយសារពាក់ព័ន្ធនឹង name list នៅក្នុងកម្មវិធី Microsoft Excel គឺគេអត់ provide ឲ្យមាន name list ដោយមាន space ទេគឺអក្សរជាប់គ្នា
ដើម្បី make sure កន្លែងហ្នឹងពេលដែលយើង rename គឺយើងត្រូវធ្វើដូចគ្នាដូចខ្ញុំបញ្ជាក់ពីខាងដើមអញ្ចឹងចង់បង្កើតឈ្មោះឧទាហរណ៍យើង select ហ្នឹងហើយឧទាហរណ៍ណែជាប់ student ID student ហើយ underscore ID វាចាប់ automatic កន្លែងនេះក៏ដូចគ្នាយើង select លើវាមក student name កន្លែងនេះបើវាឈ្មោះវាតែមួយពាក្យខ្ញុំសូមបញ្ជាក់មួយពាក្យគឺវាចាប់តែមួយតែបើពីរពាក្យឡើងទៅវាមកពាក្យហើយ underscore មកពាក្យទៀត underscore ប្រហែលពាក្យវា underscore ប៉ុណ្ណឹងពាក្យដើម្បីភ្ជាប់ធ្វើម៉េចឲ្យពាក្យហ្នឹងអត់មាន space ដើម្បីពេលដែលយើងចាប់រូបមន្តទៅវាចាប់ automatic អញ្ចឹងប្រឡងនេះវាចាប់តែ title ខាងលើយើង select កន្លែងណាគឺចាប់ title ខាងលើឃើញទេអញ្ចឹងយើង select ប៉ុណ្ណេះវាចាប់ title ខាងលើមួយទៀតវាលយអញ្ចឹងគោលដៅដែលខ្ញុំចង់ធ្វើទៅលើ data validation ខ្ញុំអត់អង្គុយធ្វើមួយដូចមិញទេខ្ញុំអត់អង្គុយដាក់ student ID អង្គុយទៅ define name នៅក្នុងប្រឡោះនេះហើយ enter យកទេអញ្ចឹងខ្ញុំ go to data validation ហើយខ្ញុំ go to ដើម្បីងាយស្រួលយើងបងប្អូនអាច select លើ data ខ្ញុំចង់ធ្វើរបៀបទី1បងប្អូនមើល data list ហើយបងប្អូន go to select កន្លែង master data តើវានឹងមានបាតុភូតអីកើតឡើងពេល select ទៅវាចាប់ auto ID automatic ដោយសារបងប្អូនកំណត់ define name ឲ្យវាហើយតើបងប្អូនអញ្ចឹងងាយស្រួលអញ្ចឹងបើសិនជាបងប្អូនអត់ខ្ជិលបានណាខ្ជិល go to select ទេព្រោះដោយសារយើង define name ហើយមែនទេបងប្អូនអញ្ចឹងប្រឡោះនេះបងប្អូនគ្រាន់តែ go to data ចូលទៅក្នុង data validation បងប្អូន select យកពាក្យ list ហើយកន្លែងសនេះបងប្អូនប្រើ shortcut key នៅលើ keyboard ណាក៏មានដែរគឺ F3 ណាបងប្អូន F3 ចុច F3 ឲ្យជាប់មកចុច F3 ភាសា laptop ខ្ញុំសូមបញ្ជាក់បើ desktop keyboard desktop បងប្អូនអាចចុច F3 បានតែដែល laptop មួយចំនួនខ្ញុំសូមបញ្ជាក់បងប្អូនចុច F3 ទៅវាចេញលក្ខណៈបើកពលឺបិទពលឺអញ្ចឹងណាអញ្ចឹងកុំព្យូទ័របងប្អូនដែលជាប្រភេទ laptop មួយចំនួនខ្ញុំសូមបញ្ជាក់គឺបងប្អូនត្រូវប្រើ key function ទៅលើ Fn គេហៅ Fun Fn ហើយបានចុច F3 សូមបញ្ជាក់កន្លែងហ្នឹងបើសិនជាបងប្អូនចុច F3 អត់ចេញគឺបងប្អូនចុច Fn ហើយចុច F3 កន្លែងហ្នឹង F3 កន្លែងនេះខ្ញុំសូម back ទៅវិញឡើងវិញ go to data list នៅកន្លែងនេះ F3 ពេលចុច fun ហើយចុច F3 ឲ្យជាប់បងប្អូនចង់បានអីគេចង់បានកន្លែងនេះវាទៅជា student ID អញ្ចឹង student ID យើង define name ហើយកំណត់ឈ្មោះហើយ select លើវាមកអូខេអញ្ចឹងកន្លែងនេះ automatic update ឃើញទេអញ្ចឹងកន្លែងនេះបងប្អូនត្រូវធ្វើដូចគ្នាដែរបងប្អូន student name បងប្អូន go to data validation ដូចគ្នាមកហើយចុច list ដូចគ្នា the same មក fun F3 ដូចគ្នាហើយពាក់ព័ន្ធ student name ដាក់ student name អូខេអញ្ចឹងអ្វីដែលបងប្អូនធ្វើបន្តរហូតកន្លែងនេះខាងក្រោមនេះអញ្ចឹងគឺបងប្អូនត្រូវធ្វើទៅដល់ amount នេះឬក៏ចំណុចនេះគឺយើងអាច skip amount នៅក្នុង pad បានខ្ញុំសូម highlight នេះ sorry យើងបាច់ចាប់មើល data validation ទេដោយសារយើងវាយតន័យសោះបងលុយថ្ងៃណា pad ចំនួនប្រមាណថ្ងៃយើងដាក់កន្លែងហ្នឹងដោយយើងប្រែតន័យវាយបញ្ចូលអញ្ចឹងប្រឡងនេះយើងមានតែត្រឹម shift ទេ shift class shift ទេអញ្ចឹងបងប្អូនធ្វើបន្តដូចគ្នាមកតែអ្វីដែលខុសគឺអ្វីដែលបងប្អូនអង្គុយ hidden data នេះឡើងវិញគឺវាអត់ auto match បើណែអត់ផ្គូផ្គងជាមួយគ្នាទេអត់ផ្គូផ្គងជាមួយ ID ហ្នឹងជាមួយនឹងឈ្មោះទេឧទាហរណ៍ជា ID លេខ12នេះឈ្មោះមករាភេទប្រុសរៀននៅថ្នាក់
B02 wen pel Perusil ចឹងបងប្អូនត្រូវតា go to select ធ្វើម៉េចឲ្យមាន ID ត្រឹមត្រូវហើយឈ្មោះឲ្យត្រឹមត្រូវមកករាហើយប្រភេទអីគេភេទប្រុសយើង go to មិញដាក់ដូចគ្នាមក data validation ដូចគ្នាមកហើយយើងយក list ដូចគ្នា font F3 ហើយយើងយកប្រភេទអីគេប្រុសឬស្រីអីហ្នឹងយើងដាក់ចូលក្នុងហ្នឹងអូខេតែយើងធ្វើដូចគ្នាមក class data validation list font F3 ខ្ញុំប្រាប់ពីរបៀបមួយដើម្បីឲ្យងាយស្រួល class ខ្ញុំដាក់ class មក class អីគេ class យើងចូលមើលមិញមក C3 មក C3 មកកន្លែងនេះក៏ដូចគ្នា go to data validation list ហើយ F3 font F3 ពាក់ព័ន្ធនេះគេ shift មកគឺងាយស្រួលអញ្ចឹងឈ្មោះមករាហ្នឹងមាន ID 00 ST0012 ឈ្មោះមករាគឺប្រុសclass 03ហើយ wen អីគេ class 02មិញ sorry class 02ឃើញយើងអាចនឹងច្រឡំកន្លែងហ្នឹង 202ឃើញហើយភេទប្រុស wen Brazil អញ្ចឹងកន្លែងហ្នឹងអាចសាំញ៉ាំហើយបងប្អូនពេលដែលបងប្អូន key in data ទៅគឺទាមទារឲ្យបងប្អូនចូលទៅ data entry ទាំងអស់តែម្ដងគឺបងប្អូនអង្គុយធ្វើវាដដែលអញ្ចឹងធ្វើឲ្យបងប្អូនចាយពេលវេលាក្នុងការអនុវត្តទៅលើវា 3-4 តង់តែម្ដងអញ្ចឹងខ្ញុំមានវិធីមួយទៀតខ្ញុំមានវិធីមួយទៀតដ៏ល្អសម្រាប់ឲ្យបងប្អូនdrop down មិនអារម្មណ៍ drop down ទៅលើតែ ID និងកន្លែងឈ្មោះនេះគឺ generate automatic ព្រោះណា key in data ID នេះចូលឈ្មោះភេទថ្នាក់ wen នេះគឺ auto update ចូលទៅក្នុងហ្នឹងគាត់ណាបងប្អូនវាយ ID ចូលតែសំខាន់បងប្អូនចាំ ID ឧទាហរណ៍សិស្សគាត់មកបងលុយឧទាហរណ៍ណាបងប្អូនជា reset បងប្អូនអាចធ្វើចឹងបានពីយកសាលាក៏អាចធ្វើបានដែរចឹងបងប្អូនគាត់ណាសុំកាតសិស្សមកគាត់មកបងលុយគាត់មិនមាន ID ពេលបងប្អូនបង្កើតកាតតិចទៀតខ្ញុំបង្កើតនឹងវីដេអូមួយទៀតពាក់ព័ន្ធនឹងការបង្កើតkey in បង្កើតកាតហើយវាយទៅចេញរូបថតនៅលើនេះរូបថតសិស្សអីចឹងទៅតែខ្ញុំអាប់ដេតជាដំណាក់កាលអញ្ចឹងរបៀបនេះគឺបងប្អូនខាតពេលវេលាច្រើនអញ្ចឹងខ្ញុំសូមធ្វើរបៀបបន្តទៀតដោយមិនចាំបាច់ប្រើ data validation drop down មួយហើយបងប្អូនត្រូវចំណាយពេលអង្គុយទៀងផ្ទាត់ ID ឲ្យត្រូវជាមួយនឹងឈ្មោះឲ្យត្រូវជាមួយនឹងភេទឲ្យត្រូវជាមួយថ្នាក់ឲ្យត្រូវជាមួយ wen ដែលក៏រៀនតោះអញ្ចឹងចាប់ដើមទាំងអស់គ្នាតែម្ដងដល់ខ្ញុំសូមយកកន្លែង ID នេះជាគោលចុះខ្ញុំសូមដោះ data validation ចេញผมមកគ្រាន់តែ select លើវាទាំងអស់មកដើម្បីផ្ដាច់ data validation ผมមក go to ឬក៏បងប្អូនចុចកន្លែងនេះចុចកន្លែង Chrome នេះយើង clear data validation cycle ឬក៏កុំឲ្យនេះពិបាកយើងចុចលើវាតែម្ដងហើយយើងចុច OK ហើយយើងយកពាក្យ any value ឬក៏ clear all រួចជាការស្រេចចុច clear មកគឺឈ្មោះវានៅដែរប៉ុន្តែផ្ដាច់ data validation ដែលយើងកំណត់មិញរួចរាល់ហើយអញ្ចឹងអត់ចំណាយពេលទៀតទេអញ្ចឹងបងប្អូនគ្រាន់តែយើងដាក់ drop down data validation នៅខាងលើតែមួយគឺវា auto generate នៅក្នុងនេះអញ្ចឹងខ្ញុំប្រឡងនេះខ្ញុំដាក់ data validation តែមួយទៅលើ student ID យើងចង់ដាក់ប្រភេទណាក៏បានដែរយើងចង់ដាក់
ឈ្មោះសិស្សវាយតែឈ្មោះសិស្សហើយចេញ ID ចេញភេទចេញថ្នាក់ចេញវេនក៏រៀនអូតូម៉ាទិកបានអាស្រ័យលើបងប្អូនកំណត់តែឥឡូវនេះខ្ញុំកំណត់ទៅលើ student ID អញ្ចឹងខ្ញុំចុចនៅលើប្រឡោះនេះគឺខ្ញុំដាក់ go to data validation យើងធ្វើដូចមិញអញ្ចឹង list យើង F3 keyboard បងប្អូន F3 យើងចុច F3 keyboard ដែលមាន laptop យួរដៃបើយើងទៅប្រើ Fund F3 មួយទៀតកន្លែង app student ID យើងដាក់ student ID មកអូខេអញ្ចឹងយើងចាប់មកយកតាមមកប្រឡោះហ្នឹងទេអញ្ចឹងយើងដាក់កន្លែងនេះឃើញទេកន្លែងហ្នឹងមាន ID តែមួយតែសំខាន់បងប្អូនត្រូវចាំ ID បងប្អូនចង់ដឹងឈ្មោះសិស្សហ្នឹងបងប្អូនត្រូវចាំ ID ស្គាល់ទេអញ្ចឹងបើសិនជាបងប្អូនអត់ចាំ ID ទេបងប្អូនត្រូវតែចាំឈ្មោះសិស្សបងប្អូនកំណត់កន្លែងនេះ drop down ជាឈ្មោះវិញអញ្ចឹងកុំឲ្យខាត់ពេលវេលាយូរបងប្អូនចាំធ្វើអនុវត្តដោយខ្លួនឯងអញ្ចឹងខ្ញុំសុំកន្លែងនេះខ្ញុំdata validation ប្រើជាមួយអីគេខ្លះVLOOKUP ខ្ញុំប្រើរូបមន្ត VLOOKUP បូកបញ្ចូលមួយទៀតណាបងប្អូនហ្នឹងហើយខ្ញុំមិញមានតែ data validation ទេអញ្ចឹងខ្ញុំបូក VLOOKUP មួយទៀតដើម្បីឲ្យស្រួលអញ្ចឹងខ្ញុំ VLOOKUP ទាញទិន្នន័យ ID នេះពេលយើងវាយ ID នេះទៅឲ្យ match បើន័យថាវាយើងប្រើរូបមន្ត VLOOKUP នៅក្នុងនេះទាំងអស់ដើម្បីទាញ ID នេះជាគោលដើម្បីមក match បើន័យថាផ្ទៀងផ្ទាត់ជាមួយនឹងឈ្មោះភេទថ្នាក់និងវេនរបស់គាត់ហ្នឹងគឺ auto generate នៅក្នុងនេះតែម្ដងអញ្ចឹងដើម្បីកុំឲ្យខាត់ពេលវេលាតោះចាប់ដើមកណនារូបមន្តទាំងអស់គ្នាហើយរូបមន្ត VLOOKUP នេះគឺបងប្អូនអាចនឹងងាយស្រួលអនុវត្តជាងរូបមន្តជាងយើងចូលវាយទៅលើ data entry ទៅលើ data validation ដែលខ្ញុំបញ្ជាក់ពីខាងដើមអញ្ចឹងតោះអញ្ចឹងយើង VLOOKUP តែម្ដង go to ចុចសញ្ញាស្មើបងប្អូនចុច VLOOKUP អញ្ចឹងបងប្អូនចុចតាំងស VL ទៅវាចេញ VLOOKUP អូតូម៉ាទិកយើងបងប្អូនអាចទៅសេពេញក៏បានទៅ double click នៅលើវាក៏បាន VLOOKUP គឺកន្លែងនេះគឺយើងចុច VLOOKUP ហើយគេដាក់ lookup value យើងចង់រកទីតាំងកន្លែងណាដើម្បីឲ្យ match នៅក្នុងនេះអញ្ចឹងបងប្អូនចង់រកទីតាំងកន្លែងណាបងប្អូនគឺចង់ lookup កន្លែងហ្នឹងចង់ find កន្លែងហ្នឹងដើម្បីឲ្យទៅ match ជាមួយ student name នេះយើងចង់រក student name មែនទេអញ្ចឹងយើងចុចកូដព្រោះយើងយក student ID កូដនេះ ID នេះជាគោលបងប្អូន select លើវាមក comma មួយបងប្អូន comma មួយបងប្អូន select ប៉ុណ្ណឹងហើយបងប្អូន comma មួយបងប្អូន go to table array ហ្នឹងគឺដូចខ្ញុំបញ្ជាក់ពីខាងដើមអញ្ចឹងបងប្អូនចង់ match ពី ID របស់សិស្សហ្នឹងឲ្យ match ជាមួយនឹង name របស់សិស្សអញ្ចឹង table array ហ្នឹងគឺកន្លែង master data នេះ go to master data តែម្ដងអញ្ចឹងបងប្អូនគ្រាន់តែ select នៅលើនេះមក2ខ្ញុំ select ទាំងអស់ក៏បាន select 2ក៏បាន ខ្ញុំ select ទាំងអស់ហើយក៏បាន select 2ក៏បានដើម្បីងាយស្រួលយើង select តែ2ទៅយើង select ដើម្បីយើងរកតែឈ្មោះសិស្សហ្នឹងមិនមែនទេជាងយើងយក student នេះជាគោលហើយពាក់ព័ន្ធកន្លែងនេះគឺឈ្មោះសិស្សកន្លែងនេះ match ជាមួយនឹង payment នេះអញ្ចឹងឈ្មោះសិស្សយើងរាប់ពីកន្លែង student ID នេះមកបងរាប់1 2អញ្ចឹងលេខទី2បងប្អូនក្បៀស1ហើយបងប្អូនចុចលេខ2ទៅរាប់ពីនេះជាគោលដើម្បីឲ្យពីនេះ match ជាមួយនឹងកូដដែលពី payment នេះទៅលេខ2ក្បៀសបងប្អូនចុច false ឬក៏ true ចាំមេរៀនក្រោយខ្ញុំបង្ហាញថាចុច false ដើម្បីវាមិនចុច true វាមិនចុចលេខ0ក៏បានដែរបងប្អូន
ចុចលេខ0តែម្ដងហើយបងប្អូនបិទពងកញ្ចក់ enter អញ្ចឹងបងប្អូនគ្រាន់តែ select ID មកវាចាប់ automatic ណាចាប់ automatic តែសំខាន់បងប្អូនពេល payment បងប្អូនសុំ ID របស់សិស្សមកបើសិស្សនឹងអត់ចូលកាបទៅជាមួយក៏សុំ ID គាត់មក ID គាត់លេខប្រមាណគាត់ប្រាប់បើគាត់ប្រាប់គាត់យើងវាយ ID គាត់ចូលតែម្ដងយើងវាយក៏បានដែរយើងឧទាហរណ៍ ID កន្លែងនេះ ID ST 009 009ឧទាហរណ៍ណា009ឈ្មោះចរិទ្ធីចរីអញ្ចឹងយើងអត់ចូល drop down បានយើងវាយយក ST ដក009 enter អត់ចេញអញ្ចឹងយើងមើលសិនហេតុអីបានអត់ចេញ ST 03 ដងអញ្ចឹងយើងវាយតែ2ដងទេមិញអញ្ចឹងដើម្បីងាយស្រួលយើងតួធូកន្លែងនេះមក ST 009យើងវាយក៏បានដែរសំខាន់វាយឲ្យត្រូវវាយអត់ត្រូវគឺវាអត់ចាប់ឲ្យទេ ST ដក1 2 3 9 enter ចេញកន្លែងនេះឆាក់វិធីឃើញទេអញ្ចឹងបងប្អូនចូលទៅចងរូបមន្តប្រឡោះនេះដូចគ្នាមួយដូចគ្នាឲ្យគ្រប់កលឹមឲ្យគ្រប់ cell ទាំងអស់ហ្នឹងមកគឺពេលដែលបងប្អូនវាយតែ student ID គឺកន្លែងនេះនឹងចាប់ automatic តែម្ដងតែអ្វីដែលសំខាន់បងប្អូនត្រូវមើលកន្លែងនេះពេលដែលបងប្អូន delete ID ទៅតើវាមានបាតុភិបឯកើតឡើងវាចេញកន្លែងនេះបើបងប្អូនចងតែ VLOOKUP ទេវាចេញ NA ទាំងអស់អញ្ចឹងជា recommend របស់ខ្ញុំជាយោបល់របស់ខ្ញុំគឺបងប្អូនអត់ចង់វាចេញ NA ទេចង់ឲ្យវាចេញស្អីផ្សេងឬក៏អត់ចេញអញ្ចឹងបងប្អូនកន្លែងរូបមន្តនេះបងប្អូនគ្រាន់តែបន្ថែមif error VLOOKUP ហើយកន្លែងចុងនេះបងប្អូនគាត់ក្បៀសមកបងប្អូន go to double quote មិញក៏ដល់ពីគឺកន្លែងហ្នឹងគឺបងប្អូនចង់ឲ្យវាអត់ចេញបងប្អូនបាច់ដាក់ទេបងប្អូនដាក់តែប៉ុណ្ណឹងតែបងប្អូនចង់ឲ្យចេញប្រឡងនេះពេលដែលបងប្អូនអត់វាយ ID អញ្ចឹងវាអត់ចេញអីទាំងអស់អញ្ចឹងបងប្អូនចង់វាចេញឲ្យចង់អីគេចង់ឲ្យ show ថាមុននឹងបង្ហាញតំណែងទាំងអស់ហ្នឹងឲ្យយើងវាយ ID មុនអញ្ចឹង please insert ID យ៉ាងឧទាហរណ៍ក្នុងប្រឡោះមិញក៏ដល់ហ្នឹងដើម្បីវាចេញជាជាគេថា message ជាសារបញ្ជាក់ថាយើងត្រូវតែវាយ ID មុនដើម្បីឲ្យបានតំណែងទាំងអស់ហ្នឹងមកចូលទៅក្នុងហ្នឹងអញ្ចឹង please insert អាស្រ័យលើតម្រូវការបងប្អូន insert ST student ដល់ពេញពេកវាវែងពេក message វាវែងពេកចឹងពេញក៏បានដែរប៉ុន្តែកន្លែងប្រឡោះនេះយើងទាញវាវែងមក student ID តែប៉ុណ្ណឹងមកបងប្អូន enter ពុកអញ្ចឹងកន្លែងនេះតម្រូវឲ្យបងប្អូនវាយកន្លែងនេះសូម highlight ពណ៌ខុសគេចុះដើម្បីកន្លែង data entry យើងត្រូវចូលតំណែង drop down អញ្ចឹងកន្លែងនេះគឺតម្រូវឲ្យបងប្អូន insert ID សិនបានយើងចេញឈ្មោះបើសិនតែបងប្អូនអត់ដាក់ទេគឺវាលក្ខណៈ show pop up message ឲ្យយើងបំពេញ ID មុនសិនហើយបានវាmatch អញ្ចឹងមុនដូចគ្នាយើងត្រូវធ្វើដូចគ្នាបន្តអញ្ចឹងកន្លែងនេះខ្ញុំត្រូវធ្វើ page យើងចងរូបមន្តដូចគ្នាបងប្អូនអញ្ចឹងមូលហេតុនេះបានខ្ញុំឲ្យចងរូបមន្តមួយចូលនៅក្នុង cell អញ្ចឹងយើងគ្រាន់តែ copy យើងមិនបាច់ copy ដោយសារយើង select នេះ select តែ2ឯងមិញបើយើង select ទាំងអស់យើងក៏ copy រូបមន្តមកតែយើងអត់ select ទាំងអស់អញ្ចឹងយើង go to តែដូចគ្នាមក if error VLOOKUP មក
វីដេអូនេះរឿងវែងតិចបងប្អូនគឺអាប់ហើយយើង go to ID ជាគោលវាជាស្រ័យខ្ញុំសូម copy នេះខ្ញុំខ្ជិលវាយឡើងវិញចង់វា pop up ដូចគ្នាឲ្យវាចេញឲ្យយើង insert ID student ID សិនហើយបានវាចេញអញ្ចឹង copy ឡើងនឹងមួយហើយយើងចងរួមមុនមកស្មើ if error ដើម្បីឲ្យកុំឲ្យចេញ NA មូលហេតុដែលខ្ញុំចង if error VLOOKUP ហ្នឹង if error VLOOKUP ហើយបងប្អូន go to ID វាខ្ញុំធ្វើលឿនតិចខ្ញុំ select 3មក select ទាំងអស់ហើយក៏បានដែរលើក្រោយ copy paste រូបមន្តយកតែម្ដងយើងរាប់មក1 2 3វា3វា0ហើយអត់តាន់ enter ទេដោយសារបងប្អូនមានរូបមន្តកន្លែងនេះ if error អញ្ចឹងបងប្អូនត្រូវធ្វើម៉េចបិទកុំកញ្ចក់មួយវាមួយមិនដល់2ហើយបងប្អូន insert ដែលបងប្អូនចង់ឲ្យវាបង្ហាញថានៅពេលអត់ទាន់មាន ID វាចេញអីអញ្ចឹងកុំកញ្ចក់ enter អញ្ចឹងកន្លែងទាំងអស់នេះវាតម្រូវឲ្យបងប្អូនបញ្ញ ID សិនបានវាចេញ data ទាំងអស់ហ្នឹង match ជាមួយប្លោះនេះបើអត់មានទេវាសូឲ្យយើងបញ្ញ ID មុនសិនអញ្ចឹងងាយស្រួលអញ្ចឹងប្លោះនេះបងប្អូនគ្រាន់តែ copy រូបមន្តនេះមកដោយសារខ្ញុំ select ទាំងអស់មិនមែនទេ copy រូបមន្តនេះមកខ្លះអញ្ចឹងដោយសារអី copy រូបមន្តក៏អត់ទាន់ match ដែរដោយសារបងប្អូន select នេះអត់ទាន់ត្រូវគ្នាឃើញទេអញ្ចឹងប្លោះនេះបងប្អូនត្រូវកែមិនវិញបងប្អូនកន្លែង class នេះបងប្អូនត្រូវកែកន្លែងនេះយើងរាប់ពី student មក1 2 3 4 4អញ្ចឹងយើងកែកន្លែងរូបមន្តនេះមក4មកដោយសារបងប្អូន select ទាំងអស់អញ្ចឹង sorry 4 enter ហើយរើអីគេសុំមើលសារទៀតមកចឹងកុំឲ្យខាត់ពេលខ្ញុំចងយកវិញឡើងវិញតែម្ដងទៅស្មើerror lookup យើងយក ID វាយើង select កន្លែងនេះយើងរាប់មក1 2 3 4វា4បាត់ហើយយើងស្មើធ្វើដូចគ្នាបងប្អូនណាហ្នឹងបងដាក់ please insert មិញមកមិនដោយសារយើងអត់ទាន់ copy អញ្ចឹង copy កន្លែងនេះហើយខ្ជិលវាយឡើងវិញដដែលអញ្ចឹងស្មើ error double click lookup ហើយបងប្អូន select ដូចគ្នាមកខ្ញុំសូមធ្វើលឿនបន្តិចដោយសារខ្ញុំធ្វើហើយអញ្ចឹងបងប្អូនមិញបងប្អូនចង់បានអីគេចង់បាន class បងប្អូន select ដល់ class មក1 2 3 4ទៀត4វា0វាកំចក់វាបិទនឹងម្ដងបិទក្នុងក្រៅមួយទៀតហើយបងប្អូន enter ក៏បានបងចក់ក៏បាន enter វាចេញអញ្ចឹងពេលបងប្អូន delete ID ចេញគឺវាឲ្យយើងបញ្ញ ID អញ្ចឹងយើងធ្វើឲ្យគ្រប់ចំណុចវា shift ខ្ញុំចងរូបមន្តដូចគ្នាតែសំខាន់បងប្អូន copy ប្រឡោះនេះហើយដោយសារយើង copy ទៅផាសវាបាត់
កុំព្យូទ័រខ្ញុំវាមានការអាប់ដេតបន្តិចធ្វើមកស្មើ Explorer VLOOKUP ហើយយើងចុច ID ដើម្បីយើង log out value ហើយឲ្យ match ជាមួយនឹង ID នេះស្មើជាមួយឈ្មោះមួយ page មួយថ្នាក់មួយវិញអញ្ចឹងយើងចង់ match code ហ្នឹងហើយពី code នេះ match ជាមួយកន្លោះនេះមិនយើងចង់រកគេកន្លែងនេះ shift អញ្ចឹងយើងចង់រក shift គឺយើង match student ID ជាមួយ shift អញ្ចឹងយើង shift នេះរួមមក1 2 3 4 5វា5វា true false ក៏បានខ្ញុំលេខ0បិទកុំបញ្ចុះវាចុចថ្មីម្ដង2ហើយសារដែលយើងចង់បញ្ជាក់ឲ្យគេបំពេញ ID សិនបានវាចេញ data ឡើយហ្នឹងបិទវិញអូខេបិទវិញមួយទៀតគឺរួចជាការស្រេចកន្លែងនេះអញ្ចឹងបងប្អូនមិនបាច់ចាំធ្វើតាមរូបមន្តទី1ដែលខ្ញុំបញ្ជាក់ខាងដើមមិនបាច់ចាំឲ្យបងប្អូន go to ដល់មួយហើយដើម្បីទៅផ្ទៀងផ្ទាត់មួយបងប្អូនខាត់ពេលច្រើនតង់ដើម្បីទៅត្រួតពិនិត្យមើលថា ID ហ្នឹង match ជាមួយនឹងឈ្មោះនឹងអត់ match ជាមួយ page នឹងអត់ match ជាមួយនឹង class ឬក៏ shift នឹងអត់អញ្ចឹងបងប្អូនគាត់ឲ្យវាយតន័យទៅលើ ID របស់ពួកគាត់គឺវាចាប់ automatic តែម្ដងអត់ចាំបាច់បងប្អូនទៅធ្វើវាឡើងវិញទេគាត់ណាបងប្អូនខ្ញុំសូម delete code នេះចេញបងប្អូនឃើញកន្លែងនេះវាចេញមក please insert student ID សូមបញ្ចូលឈ្មោះសិស្សសិនបានID របស់សិស្សសិនបានយើងឃើញ data ទាំងអស់នេះហើយកន្លែងនេះយើងដាក់ស្អីមកយើងកំណត់វាមកកន្លែងនេះយើងដាក់ពណ៌ក៏បានអីក៏បានដើម្បីគេសួរថាកន្លែងហ្នឹងត្រូវតែយើងបញ្ចូលតន័យសិនបញ្ចូល ID សិនបានវាចាប់វា match គ្នានេះមានភាពងាយស្រួលអូខេខ្ញុំសូម save មួយសិនអញ្ចឹងប៉ុណ្ណឹងគឺចប់សពមកវគ្គទៅលើប្រើរូបមន្ត data validation បូកជាមួយ VLOOKUP ហើយបន្តទៀតខ្ញុំនឹងធ្វើឲ្យចំណុចទាំងអស់នេះវាចាប់មកបានន័យថាវាចាប់មកខាងក្រោមនេះវា pop up មកខាងក្រោមនេះអញ្ចឹងកុំឲ្យវីដេអូនឹងកាន់តែវែងអញ្ចឹងជួបគ្នានៅវីដេអូក្រោយទៀតខ្ញុំនឹងធ្វើពាក់ព័ន្ធនឹង data validation VLOOKUP ហើយនឹងវា auto update នៅ list ខាងក្រោមនេះរបៀបអញ្ចឹងណាបងប្អូនរបៀបជា list អញ្ចឹងវីដេអូក្រោយខ្ញុំនឹងធ្វើពាក់ព័ន្ធនឹងចំណុចហ្នឹងអញ្ចឹងបើសិនជាបងប្អូនមានចម្ងល់ពាក់ព័ន្ធនឹងការប្រើប្រាស់ data validation ហើយនឹង VLOOKUP បងប្អូនអាច comment សួរនៅក្នុង channel YouTube របស់ខ្ញុំបែបនេះដែលខ្ញុំផុសពាក់ព័ន្ធនឹងមេរៀន Microsoft Excel សម្រាប់ចែកជូនពុកម៉ែបងប្អូនដើម្បីទេសនានិងអនុវត្តជាចំណេះដឹងសម្រាប់យកទៅអនុវត្តការងារប្រចាំថ្ងៃរបស់ពុកម៉ែបងប្អូនអញ្ចឹងសូមលំអរកាយគោរពលាតែត្រឹមប៉ុណ្ណឹងសង្ឃឹមថាជួបគ្នានៅវីដេអូក្រោយទៀតដោយទម្រង់ដដែលប៉ុន្តែគ្រាន់តែបន្ថែម function មួយចំនួនដែលខ្ញុំត្រូវ add តែដោយសារខ្ញុំអត់ចង់ឲ្យវាវីដេអូនេះវាវែងអញ្ចឹងពុកម៉ែបងប្អូនអាចនឹងធុញតែខ្ញុំបង្កើតវីដេអូវែងទៅយើងអត់មានពេលមើលឲ្យបានគ្រប់ជ្រុងជ្រោយអញ្ចឹងយើងខ្លីៗទៅយើងចាយពេលវេលាមើលថាវីដេអូនេះអាចចាយដល់50នាទីអញ្ចឹងវាអាចយូរដែរ40នាទីជាងហើយអញ្ចឹងសង្ឃឹមជួបគ្នាវីដេអូក្រោយទៀតបាយបាយអរគុណជម្រាបលាបងប្អូន